បាទជំរាបសួរបងឥឡូវនេះខ្ញុំនៅលើឡាន Avatar 7ណាបងហើយសូមធ្វើវីដេអូមួយជូនបងអំពីរបៀបនៃការប្រើប្រាស់រថយន្ត Avatar 7បាទបងអាចមើលបានដោយខ្លួនឯងណាបងអញ្ចឹងទីមួយពេលដែលបងបញ្ឆេះឡានហើយគឺបងឃើញមានប៊ូតុងច្រើនបែបនេះណាទីមួយបងឃើញមានតាក់ទងជាមួយនឹងគេហៅថាសម្ពាធខ្យល់កង់បាទហើយអ្វីដែលសំខាន់គឺតាក់ទងជាមួយនឹង setting របស់ឡានបាទអញ្ចឹងខ្ញុំសូមចូលទៅ setting របស់ឡានតែម្ដងពេលដែលបងចុច setting ហើយបងឃើញមានបាទគេហៅថា function ច្រើនមែនតើអញ្ចឹងទីមួយបងអាច select ទៅលើ quick control ណាបងបាទពេលបង select ទៅលើ quick control ហើយបងឃើញមានរូបឡានបាទបងអាចអស់ឡានបានមួយជុំហើយប៊ូតុងពណ៌សកណ្ដាលនេះគឺជាប៊ូតុងស្វ័យប្រវត្តិបងអាច select មានន័យថាបងអាចចុចទៅលើប៊ូតុងហ្នឹងដើម្បីបើកកន្លែងសាក់ថ្មបានបាទបងអាចចុចទៅលើប៊ូតុងហ្នឹងមួយទៀតសម្រាប់បើកគូតខាងក្រោយក៏បានបិទគូតខាងក្រោយក៏បានដែរហើយតាក់ទងជាមួយនឹងប៊ូតុង manual បាទបងអាចធ្វើការបាទបើកឆាយ port មកកន្លែងសាក់ថ្មគូតខាងក្រោយបាទ lock unlock ជាមួយនឹងកញ្ចក់ក្តាប់អូតូបាទជាមួយយើងចុចតែម្ដងណាបងបាទបងឃើញវាក្តាប់អូតូអញ្ចឹងបងបាទយើងអាច fold unfold មកបានហើយតាក់ទងជាមួយនឹង shade នេះគឺសំដៅទៅលើបាទ sun shade ទេបងកន្លែងរីដូបិទបើកណាបាទហើយក៏មានតាក់ទងជាមួយនឹងបាទប្អួយដែរបាទបងអាចបើកប្អួយទាំងអស់ក៏បានបាទហើយបងក៏អាចធ្វើការបិទប្អួយទាំងអស់បានដូចគ្នាហើយតាក់ទងជាមួយនឹងបាទកន្លែងនេះ ventilate នេះគឺតាក់ទងជាមួយនឹងតម្លាក់កញ្ចក់ដើម្បីឲ្យមានខ្យល់ចេញចូលបងបាទហើយយើងអាចបិទបានដូចគ្នាអញ្ចឹងតាក់ទងជាមួយនឹងបន្ទាប់ទៀតគឺមាន auto fold បាទ side mirror អញ្ចឹងបងអាច select វាបើកតែម្ដងទៅបាទគឺនៅពេលដែលបង lock ឡានឬក៏ unlock គឺវានឹងក្តោបហើយនឹងពលា automatic ណាបងហើយតាក់ទងជាមួយនឹងកន្លែងនេះបាទបងចង់បើកក៏បានអត់ក៏បានដែរគឺគេហៅថានៅពេលដែលបងអាយ៉ៃថយក្រោយទៅគឺកញ្ចក់ហ្នឹងបាទកន្លែងកញ្ចក់ digital នេះណាបងបាទគឺវានឹងតម្លាក់បាទឬក៏ព្រិចព្រមបាទហើយបន្តមកទៀតគឺតាក់ទងជាមួយនឹងបាទ rear view mirror បាទតាក់ទងជាមួយនឹង rear view mirror ក៏បងអាចសេរីបានដូចគ្នាបាទគឺនៅលើប៊ូតុងខាងស្ដាំដៃនៃគេហៅថាចង្កូតណាបាទអញ្ចឹងមានប៊ូតុងបាទគេហៅឡើងលើចុះក្រោមបាទនេះខ្ញុំឡើងលើចុះក្រោមណាបាទហើយតាក់ទងជាមួយនឹងមួយទៀតគេហៅថាកញ្ចក់បាទ side mirror បាទបងអាចសេរីជាបាទលាតខ្លាំងក៏បានមកល្មមក៏បានតាមកម្រិតហ្នឹងអញ្ចឹងណាបងហើយតាក់ទងជាមួយនឹង steering wheel ចង្កូតហ្នឹងក៏បងអាចធ្វើការដំឡើងទម្លាក់បានដែរបាទតាមរយៈប៊ូតុងខាងឆ្វេងនៃចង្កូតរបស់បងអញ្ចឹងបងបវលចង្កូតឡើងលើបាទបងតម្លាក់មកសំនៃការបើកបោះរបស់បងទៅបាទអាចបានបងហើយងាកមកឆ្វេងស្ដាំនេះគឺយើងគេហៅថាលឹបលៀនណាបងខិតមកមុខបាទទាញចូលអីហ្នឹងគឺអាចបានបងអញ្ចឹងបើបងធ្វើឲ្យបងអាចចុច save ទៅបាទហើយបន្ទាប់ទៀតគឺតាក់ទងជាមួយនឹងបាទការផលិតឡានចាក់ស្ដែងតែម្ដងបាទបងអាចចូល quick control នឹងទៅដែរហើយចុចទៅផលិតឡាននឹងបានបងគ្រាន់តែចុច power off ទៅអាចផលិតឡាននឹងបានហើយបាទនៅពេលដែលឡាននឹងផលិតហើយគឺអេក្រង់កំសាន្តវាបិទហើយតាក់ទងជាមួយចង្កូតគឺវារឹងអញ្ចឹងណាបងប៉ុន្តែបើសិនជាបងចង់បញ្ឆេះវិញបងអាចជន់ប្រាំងបាទបងជន់ប្រាំងតិចទៅបាទឲ្យដល់វាទៅគឺវានឹងឆេះមកវិញហើយចង្កូតក៏ធូរដែរបងអញ្ចឹងបងអាចអញ្ជើញដាក់បាទពេលឬក៏ AI គឺអាចទៅមុខទៅក្រោយបានដូចគ្នាអញ្ចឹងខ្ញុំសុំតមកទៀតគឺតាក់ទងជាមួយនឹងបាទកន្លែង door lock នឹងតែម្ដងណាបងបាទអញ្ចឹងនៅពេលដែលបង select ទៅលើ door lock បាទគឺទី1គេឲ្យបង select ភាគរយមានន័យថាចង់បើក 100% ឬក៏ 50% អីអញ្ចឹងណាបងបាទកន្លែងហ្នឹងមួយទៀតគឺតាក់ទងជាមួយនឹងកន្លែងនេះបាទ unlock on pack បាទមានន័យថាបើសិនជាបងបើកកន្លែងហ្នឹងគឺនៅពេលដែលបងចុចពេបាទបងចុចពេកន្លែងប៊ូតុងនេះណាបាទគឺគេហៅថាទ្វារទាំងអស់គឺត្រូវបាន unlock បាទគឺបើកណាគឺយើងអាចចុចប៊ូតុងបើកបានហើយបាទហើយមួយទៀតតាក់ទងជាមួយនឹង drive lock ហ្នឹងគឺមានន័យថាបងបើកមុខងារហ្នឹងមានន័យថាបងជិះទៅគឺទ្វារទាំងអស់គឺត្រូវបាន lock ហើយបងបាទហើយ close window on lock បងចង់បើកក៏បានអត់បើកក៏បានដែរបាទមានន័យថាបងបិទប្រអួចឬក៏កញ្ចក់ណាបាទបិទកញ្ចក់ទាំងអស់នៅពេលដែលបងចុច lock ហើយគឺវានឹងបិទកញ្ចក់ហើយបាទហើយតាក់ទងជាមួយ close window in rent គឺតាក់ទងជាមួយនឹងបាទយើងបិទប្រអួចពេលដែលមានមេឃភ្លៀងណាគឺវានឹងធ្វើការ automatic ដូចគ្នាទេបងហើយតាក់ទងជាមួយនឹង close shade on lock ហ្នឹងគឺនៅពេលដែលបងចុច lock បាទឬក៏បង lock ឡានហ្នឹងគឺ sunshade បាទដបូលហ្នឹងក៏វាធ្វើការបិទដូចគ្នាដែរបាទហើយ distance sensing lock ហ្នឹងមានន័យថាបងសេរីសោបាទបើសិនជាបងចង់កាន់សោដើរនៅចិត្តឡានគឺឡានហ្នឹងវា unlock បើសិនជាបងកាន់សោដើរឆ្ងាយពីឡានក៏ឡានហ្នឹងវា lock វិញគេបិទណាបាទគឺមុខងាររបស់ឡានហ្នឹងបងអាចបើកក៏បានអត់ក៏បានដែរបាទទី2គឺតាក់ទងជាមួយនឹងភ្លើងបាទតាក់ទងជាមួយនឹងភ្លើងគឺបងអាចសេរីភ្លើងខាងក្នុងបានគេហៅថា interior ហើយនៅ exterior ហ្នឹងគឺភ្លើងចេញខាងក្រៅបាទតាក់ទងជាមួយនឹង interior គឺបងអាចសេរីបាទអធិស្ឋានបងអាចសេរីពន្លឺបាទគេហៅថា ambient light ណាបាទជាមួយខ្ញុំសេរីបាទបងប្អូនឃើញដោពណ៌ហ្នឹងគឺយើងអាចសេរីនៅលើប៊ូតុងហ្នឹងបានហើយឲ្យវាលោតតាមចម្រៀងអីក៏បានដែរបាទជា option កំសាន្តនេះបាទខ្ញុំសូមរំលងទៅ exterior light តែម្ដងបាទតាក់ទងមួយឡាន Avatar 07នេះគឺវាឆ្លាតមែនតើបាទបងអាចតម្លើងតម្លាក់ភ្លើងហ្វាភ្លើងកូដអីបានណាបងបាទតែតង់ជាមួយនឹងប៊ូតុង Smart High Beam នេះបងចង់បើកក៏បានអត់ក៏បានដែរគឺមានន័យថាដល់ពេលបងអញ្ជើញជិះនៅលើផ្លូវជាក់ស្ដែងពេលដែលឡានបើកហ្វាហើយមានឧបសគ្គនៅផ្នែកខាងមុខណាបងបាទគឺវានឹងធ្វើការទម្លាក់ពេលដែលផុតឧបសគ្គវានឹងឡើងវិញបាទអញ្ចឹងខ្ញុំសូមទូជូនបងត្រឹមចំណុចហ្នឹងបាទចូលទៅចំណុចបន្ទាប់ទៀតគេហៅថា energy បាទគឺបងអាចមើលជាមួយនឹង range ចម្ងាយបើកបោបានហើយជាមួយនឹងភាគរយថ្មបានដូចគ្នាបាទគឺឃើញនៅសល់ 82% ហ៎បងហើយចំណុចមួយនេះគេហៅថា charge limit បាទ charging limit ហ្នឹងបងអាចសេរីដាក់ 100% ក៏បានឬក៏ពីពួកខ្ញុំទៅ recommend បងត្រឹម 85% ឬក៏ 80% បាទគឺមានន័យថាម៉េចមានន័យថាដល់ពេលបង
បាទ set 87% អញ្ចឹងនៅពេលដែលបងសាកភ្លើងនៅផ្ទះបាទគឺគ្រប់87% បាទគឺភ្លើងវានឹងធ្វើការផ្ដាច់អូតូហើយចំណុចមួយទៀតបើសិនជារយៈពេលមួយអាទិត្យម្ដងឧទាហរណ៍ថាបង set 87ច័ន្ទដល់សៅរ៍87គឺត្រូវឲ្យបង set ថាមានថ្ងៃអាទិត្យនោះវាលោតដល់ 100% បងអត់ចាំបាច់ឆ្ងល់វាជាស្វ័យប្រវត្តិកម្មរបស់ឡាននេះបងបាទមួយអាទិត្យវាត្រូវឆាយខ្លួនវាអត់បានពេញម្ដងអូខេអញ្ចឹងតកតងចំណុចមួយទៀតគឺតកតងជាមួយនឹង current បាទភ្លើងពួកខ្ញុំ set 32 ampere ជូនបងតែម្ដងបាទហើយជាមួយនឹង eternal discharge នេះគឺបងអាចយកភ្លើងទៅប្រើប្រាស់នៅខាងក្រៅបានឧទាហរណ៍បង set ភ្លើង60បាទអញ្ចឹងមានថាតតែភ្លើង energy នៅក្នុងឡានហ្នឹងបាទលើស 60% ទើបបងអាចអញ្ជើញយកបាទភ្លើងពីឡានដើម្បីប្រើប្រាស់បានបាទអូខេអញ្ចឹងយើងទូទៅចំណុចមួយទៀតតកតងជាមួយនឹង driving បាទតកតងជាមួយនឹង driving ផ្ទាល់គឺបងអាច select ជា eco ក៏បានបាទ eco នេះគេថាបើកសំចៃបាទឬក៏ comfort ឬក៏ sport mode បាទ sport mode វាស្ទុះជាងមុន2ដងបាទក៏វាស៊ីធម្មពលជាងមុនដូចគ្នាដែរអញ្ចឹងពីខ្ញុំទៅចង់ឲ្យបងប្រើជា comfort ទៅបាទមានន័យថាយើងជិះមកស្រួលណាបាទវាអត់សូវច្បឺតប្រាំងបាទច្បឺតនោះមានន័យថាម៉េចមានន័យថាពេលបងអញ្ជើញជិះចាក់ស្ដែងបងជន់ហ្គាបងទៅ100អញ្ចឹងទៅពេលបងដកជើងចេញពីហ្គាទៅបើសិនជាបង select ចូល mode eco បាទគឺវារៀងញូចយើងមកមុខបន្តិចដើម្បីវាច្បឺតធម្មពលផ្ដល់ជូនយើងត្រឡប់ទៅវិញណាបាទអញ្ចឹងបានពីខ្ញុំទៅសូមឲ្យបងប្រើជា comfort ទៅគឺស្រួលនៅក្នុងការប្រើប្រាស់បាទpedal control បាទបើសិនជាបងចង់ឲ្យមានការចូលចតបាទគេហៅថាសម្រួលនៅក្នុងការចូលចតហ្នឹងបងអាចបើកវាទៅបាទវាមានជា sensor radar អីចាប់ចឹងណាបងតែតងជាមួយនឹងមុខងារមួយទៀតគេហៅថា auto hold គឺនៅពេលដែលបងឈប់ stop បាទជើងរបស់បងបើសិនជាបើកមុខងារហ្នឹងណាបាទថាបើកមុខងារហ្នឹងបាទជើងរបស់បងបាទអាចជន់ប្រាំងឈប់ stop អញ្ចឹងបាទមួយងក់អញ្ចឹងទៅបងអាចដកជើងចេញបានបាទមិនចាំបាច់ជន់ប្រាំងរហូតដល់គេហៅថាភ្លើងពណ៌ខៀវវិញបានយើងប្រឡែងជើងណាបាទគឺយើងអាចដកជើងចេញពីប្រាំងបានហើយបើយើងចង់ទៅមុខយើងជន់ហ្គាបាទជន់ហ្គាតិចទៅគឺវាទៅមុខអីបាទអញ្ចឹងបើកក៏បានអត់ក៏បានដែរបងអូខេអញ្ចឹងតកតងជាមួយនឹងចំណុចមួយទៀតតកតងជាមួយនឹងបាទ driver assistant បាទកន្លែងនេះគេដាក់ថា advanced cruise driving assist បាទក៏បងអាចធ្វើការមើលតាមរូបភាពនឹងបានដែរអញ្ចឹងណាបងតែតោះជាមួយនឹងការបដូរនៃកន្លងផ្លូវបាទបងចង់បានជាលក្ខណៈ standard ឬក៏បងចង់បានបាទគេហៅថាតតែយើងគៀកឡានខាងមុខឲ្យបើយើងធ្វើការវ៉ាបាទឬក៏យើងអាច set ជាលក្ខណៈ standard បាទនេះមានន័យថាឡានបើកបរដោយខ្លួនឯងយើងប្រើតាមរយៈ LCC ឬក៏ Land Cruise Control ណាបងបាទគឺមានរូបជូនបងទាំងអស់បាទបងអាចជួយមើលតាមហ្នឹងទៅ set ជាល្បឿនកំណត់បាទគឺបានមួយទៀតតកតងជាមួយនឹងកាមេរ៉ាបាទ around view បាទ360ហ្នឹងបាទតាមបង set ដែរទេបាទបើបងចង់មើលជាលក្ខណៈ around view បង select around view ទៅ360 degree បាទបើបងចង់បានគេហៅថា parking assist បាទបង select parking assist ទៅបាទគឺមានរូបភាពជូនបងបាទហើយ blind spot បាទ blind spot ហ្នឹងបងអាចបើកទៅពីព្រោះអីនៅពេលដែលមានឧបសគ្គបាទគេហៅថាមានឡានខាងក្រោយឬក៏ឧបសគ្គផ្នែកខាងក្រោយហ្នឹងនៅចិត្តឡានយើងក៏វា alert ប្រាប់មកយើងតាមរយៈកញ្ចក់ដែរបាទបងអាចជួយមើលតាមហ្នឹងទៅមួយទៀតតកតងជាមួយនឹងបាទគេហៅថា display ណាបាទ display ហ្នឹងបងអាចដូររូបភាពឲ្យជាប្រព័ន្ធកំសាន្តទេឥឡូវយើងចូលមកចំណុចមួយទៀតគឺតកតងជាមួយនឹង connection បាទយើងមាន wireless charge បាទ wireless charge កន្លែងនេះបាទបងតតែបងបើកបងចូលកន្លែងហ្នឹងទៅបងបើកទៅបាទយើងអាចសាកទូរស័ព្ទរបស់យើងនៅនឹងបានឬក៏សោបងប្អូនបាទនេះបងសោអវតារបាទបងអាចសាកវានៅនឹងបានអត់ចាំបាច់ដូរថ្មទេសម្រាប់អវតារគឺ special តែម្ដងបាទហើយតកតងជាមួយនឹង Wi-Fi បាទក៏បងអាចធ្វើការ connect បានដូចគ្នាហើយមួយទៀតតកតងជាមួយនឹង sound បាទសំឡេងបាទគឺបងអាចធ្វើការគេហៅថា stereo effect ដោយខ្លួនឯងមានចម្រៀងសំឡេងចម្រៀង6 5ជាសាច់4 mode ណាហើយក៏អាចធ្វើការ custom បានដូចគ្នាបាទហើយក៏មាន headrest speaker បាទគេថាពេលបងបើកមុខងារហ្នឹងគឺឮជាមួយនឹងខ្នើយនៅលើកន្លែងតកង់ណាបាទអាចធ្វើការនិយាយទូរស័ព្ទជាលក្ខណៈ VIP អញ្ចឹងទៅបងបាទអូខេអញ្ចឹងតើតើមួយ system វិញភាគច្រើនពីពួកខ្ញុំទៅមិនសូវជា recommend ឲ្យបងចូលទៅ stereo setting នៅក្នុង system ទេប៉ុន្តែមានចំណុចមួយបើសិនជាបងចង់មើលអាចមើលបានចូល system ទៅបងចូលគេហៅថា distance ចម្ងាយបាទអញ្ចឹងឡាននេះមាន standard CLTC ជាមួយនឹង dynamic បាទចាំមើលបើសិនជាបងចង់បានឲ្យឃើញឡានហ្នឹងមានចម្ងាយគេហៅថាបើកបោះបានឆ្ងាយណាគឺយើងជ្រើសរើស standard CLTC ទៅគឺជា standard មួយដែលអត់បានកាត់ជាមួយនឹងប្រព័ន្ធប្រើប្រាស់បន្លាមិនសិនជានៅឡើយទេ dynamic គឺជាចម្ងាយគីឡូបាទដែលយើងអាចធ្វើការបើកបោះបានជាក់ស្ដែងតែម្ដងបាទចឹងបងពេញចិត្តមួយណាគឺជើញជ្រើសរើសមួយនឹងទៅបាទមួយទៀតគឺតាក់ទងជាមួយនឹងការសេរី Bluetooth បាទបងអាចបើក Bluetooth ដើម្បីសេរី connect ចម្រៀងចូលក្នុងឡានបាទហើយតាក់ទងជាមួយនឹងកង្ហារម៉ាស៊ីនត្រជាក់បងចុចចូលទៅក្នុងប៊ូតុងទៅមានសេរីទៅលើ level កម្រិតនៃម៉ាស៊ីនត្រជាក់បាទហើយបងដាក់18នេះហ្មងទៅបងពុក1 low វាចេញតែខ្យល់អញ្ចឹងណាបងហើយហូរទឹកម៉ាស៊ីនត្រជាក់ច្រើនណាស់អញ្ចឹងតាក់ទងជាមួយនឹងស្លាប់ព្រិលអីយើងសេរីនៅលើ touch screen នឹងតែម្ដងណាបងបាទមានកម្លាំងធ្លាក់អីចឹងទៅនេះបងហើយតកតងជាមួយនឹងមុខងារកៅអីវិញបងចូលទៅកៅអីទៅបាទកៅអីក្តៅបាទចកូតកម្ដៅចកូតក្តៅបាទហើយមានកៅអីត្រជាក់ហើយបាទជាមួយនឹងកៅអីម៉ាសាមាន3កម្រិតពេលបងចង់បិទវាបងចុចវារហូតដល់វាលែងលោតបងចេញជាពណ៌សអញ្ចឹងមានថាបិទអីបាទហើយមុខងារ zero gravity seat moon ហ្នឹងបាទបងឃើញកន្លែង driver នេះកន្លែងតកង់បាទ passenger គឺជាកន្លែងអ្នករួមដំណើរនេះបងហើយបងផ្ដេកវាបានចុចផ្ដេកទៅបាទគឺវាធ្វើការទៅតាមហ្នឹងហើយបាទហើយបើបងចង់ត្រឡប់មកម៉ូដធម្មតាបងចុចមកម៉ូដធម្មតាហ្នឹងមកបាទអញ្ចឹងការប្រភេទ YouTube ទៅមានប៉ុណ្្នឹងហើយតើតោះជាមួយនឹង
បាទ set ដៃចង្កូតវិញបាទតាក់ទងជាមួយនឹងបាទបងអាចជើញចន់5មួយមកហើយបងផ្ទះបាទបងអាចផ្ទះទៅដេបាទបងផ្ទះដេពីរតង់មកបាទមាននៅលើអេក្រង់ display បាទបញ្ជាក់ថាដេជាមួយនឹងបាទអូខេបងមើលទៅលើ display វិញដេបាទហើយបន្ទាប់មកបង air បងរុញឡើងលើពីរដងទៅបាទគឺមានជាមួយនឹងបាទកាមេរ៉ាមើលខាងក្រោយហើយតាក់ទងជាមួយនឹងកញ្ចក់អីហ្នឹងគឺវាគេហៅថាកម្លាំងអូតូអញ្ចឹងណាបងកញ្ចក់មើល digital ហ្នឹងណាបងហើយបើបងចង់ចុចពេលវិញបងចុចតែប៊ូតុងខាងនេះមកបាទគឺនៅលើ display ហ្នឹងមានអក្សរពេលដូចគ្នាបងហើយបាទតែต้องមួយ N វិញបើសិនជាបងចង់ដាក់ N បងរុញទៅ R ទៅបាទហើយបងទាញចុះមកខាងក្រោមមួយមកបាទ hold វាបន្តិចណាបងមានថាយើងទាញមកកម្រិតហើយយើង stop វាប្រហែលជា1 second 2 second ទៅ N អញ្ចឹងយើងអាចរុញឡើងនឹងបានបាទកន្លែងនេះវិញបងតាក់ទងជាមួយនឹងការបិទបើកទ្វារបាទបងចុចមួយមកហើយ Avatar 07បងរុញចេះវិញបាទពេលបងបិទនេះបងទាញបិទគឺទាញកន្លែងនេះបាទបាទហើយមួយទៀតតាក់ទងជាមួយនឹងសេរីប៊ូតុងបាទតម្លាក់កញ្ចក់បាទហើយនឹងតម្លើងកញ្ចក់បាទនៅប៊ូតុងខាងតកងហ្នឹងហើយបាទមាន wireless charge មានកន្លែងគេហៅទូទឹកកកណាបងអូមួយទៀតខ្ញុំសូមបញ្ជាក់ជាស្អីតាក់ទងជាមួយនឹងទូទឹកកកបងគឺបងចូលទៅ quick setting ហ្នឹងបាទមានជាមួយនឹង car fridge បាទបងសេរីទូទឹកកកបងអាចបើកទូទឹកកកបានបាទត្រជាក់ក្តៅហើយកម្រិតអង្សាសេអីហ្នឹងបងគឺមានអញ្ចឹងបងអាចមើលវីដេអូទាំងមូលបានបងអរគុណច្រើន